បានមុននឹងកាកាហ្វាសាមានចាំជួមាន3ដាស់យើងតាមអត់តគេទេបាទចឹងចាំមើល S1 S2 របស់សាហើយនឹងប៉ែទាំងអស់គ្នាបាទចឹងឈូរ៉ូម៉ឺបណ្ដាយើងក៏មានជាមួយបែររ៉េកគ្នាបណ្ដាស្វាគមន៍គ្នាជាមួយជំនួបរវាង Pro Esports ប៉ះជាមួយនឹង SG នៅក្នុងវគ្គទី2បាទជាមួយនឹងការគេនាំយើងមុខយើងមួយវគ្គមុនអសាទៅជួយចាំងកលឺដាក់មួយ skill ឲ្យចាំងកលឺបាទខ្ញុំយក pet slope ជុំមិនមែនសាមាន level 2មុនមានដាច់ទៅកាតែគាត់ up skill ទី2មុនបាទតែងវាយបាទចាយ flicker មួយបាត់ហើយព្រោះសារក្នុងដីយើងគឺមានតែមេឃតាន់អញ្ចឹងបើយើងវាយគេគឺចំណេញខ្លាំងមែនទេអត់ទឹកកន្លែងនេះអាចនឹងមានចំនួនប៉ះតិចគ្នាអូយអំឡំកកាយប៉ែមាន spare ឈាមទេទី1ទី2 S1 S2 របស់វិចនានិងbattery គឺអត់មាន movement speed ទេគឺយើងអត់តាម rotation គេទេអញ្ចឹងគ្រោះថ្នាក់ lane របស់ Coily សបួរ Coily គ្រោះថ្នាក់ lane របស់ Coily នៅវគ្គនេះបើសិនជាគេបុក Coily ត្រូវ secure ថាបើអាសាត់ Fighter នៅឆ្ងាយដៃ mid lane ណាស៊ីមុនមកដើម្បីឲ្យមានពេលឲ្យគ្នាបើយើងជួយអាសាត់ Fighter នៅទៅលួចទៅ lane យកបាន level អត់មិញបានមើលនេះគូសែនអញមានបញ្ហាគូសែនកាយមកជីអូ flicker លើពេក first blood បាទលើគូសែនបាទហើយ early flicker បាទ flicker លឿនតិចខ្ញុំគិតថាបើបិទទៅហើមចាំប្រឡែងអោកចោលចាំប្រឡែងទៅដៃនេះជាតន់តាកាយបាទហ្នឹងវា skill casting delay ដែរហ្នឹង casting delay ដែរបាទគេមាន knock ថាតទី1អញអាក្រក់មើល rotation អញអាក្រក់មើលកាព្រោះដោយសារតែ hero របស់គេឈ្នះ rotation មិនណាអញ្ចឹង goal ESP គេវាយតាមចិត្តណាអត់អីដែរមួយសិនព្រោះដោយសារតែបច្ចុប្បន្នកាលយើងរៀនខោច level យើងអាចលេង slow បាននិយាយថាយើងអាចលេង slow ពីគេបានលេងមួយបានបាក់មួយកវីឆាប់តែ automate មួយអត់ត្រូវទេវិសាបាទខុសមួយបើតែអាស្រ័យចាយ flicker មួយដើម្បីតថយបាត់បង់ជាមួយ flick តជាមួយនឹង Stormy តែកន្លែងជាមួយនឹង Coily លត់រួចបាត់ទៅហើយបាទលឿនខ្លាំងប៉ុន្តែបណ្ដាចផលឡើងបានទៅលើខាងทีม SG mid lane មានការ clear មកពី Innocent មួយដោមួយដែលយើងបានបង់ជាមួយនឹងផលFreya Purify ហើយ Weakness Finder ទៀតណាបាទតទី1នេះយើងរំពឹងថាបើគេឆោតដុំយើងកបោមក ulti របស់ Felix ខ្ញុំដាក់ Felix ទាញមិញទាញហូបគេតាកាហូប Flick អត់ Flick ផងហូបធម្មតាអញ្ចឹងយើងបានតែ2នាក់បើកមុខណាមួយទៅបែហូប Flick ក៏ដល់អ្នក backline នេះគ្នាហើយ Fasha គេដៃវែងយើងចាប់អត់ដល់ទេបាទចាប់អត់ដល់ទេប្រាប់ឲ្យយើងបើគិត team fight បាទអូអត់លេខមួយទៅលើពេពេបើក ultimate ស្ទាត់ជាមួយនឹងយំអាស្រ័យទៅលើសាមានបញ្ហាជាមួយនឹងវត្តមានរបស់ Innocent តាមដល់ដែរ ultimate កាក់មួយជាមួយនឹងយំដាច់ជាមួយនឹងយំតែសាមានការដកថយទៅលើ ultimate ទៅលើ Sky ក៏លេជាមួយនឹង Coily មានការដកថយដូចគ្នាស្រាមក៏បានមកដល់ load ultimate តែជាមួយនឹង pop របស់នេះត្រូវការអ្នកមកជួយ Felix ក៏បានមកដល់ក្រាមមានការដកថយយក pop ធម្មតាមួយដូរនឹងមួយតែ Roamer ដូរនឹង Roamer តែ off sticker land គេក៏ off sticker អត់បានមានគូក៏ off sticker ដែរបាទ spell អស់ច្រើននេះណា potential ទៅកាន់ចុងវគ្គយើងពិតជាទទួលស្គាល់ថាម្យ៉ាងម្នាក់ទេប៉ុន្តែដើមវគ្គគឺយើងអាចនឹងពិបាកលេងតិចប៉ុន្តែចាំមើលថាការ make play របស់Felix អាចនឹងចាប់ជាប់ដើម្បីចូលកបោតព្រោះដោយសារតែដឹងស្រាប់មកតពួករបស់រូប៊ីវិចនាលេងមួយឈុតដល់ទៅហើយប៉ុន្តែឲ្យតែ Felix តាមកាបើ Felix អត់តាមយើងត្រូវយើងដើរចូល team fight បានណាគេបោក Felix តាមបន្តិចយើងប្រើ skill ចោលចប់ហ្មងតែបើសិនជា Felix វគ្គមួយនេះគាត់តាន់បានសម្រាប់គេទៅ ban ទេបាននិយាយ rotation ទៅខាងក្រោមអញដូរគ្នាជាមួយនឹង rotation ទៅខាងលើតែ Felix មានជាមួយនឹង spell flicker នៅ3វិនាទីទៀត Felix ដកថយបាត់ហើយ Felix ដូចជាដឹងដូចគ្នាតែនៅក្បែរនោះក៏មានជាមួយនឹង Coily rotation មានការផ្លាស់ប្ដូរពេនៅ mid lane ជាមួយនឹងសាអាចនឹងមកដែរទេបាត់ lane អស់ហើយជាការ bait ជាការ rake bait អាចនឹងធ្វើការចង់ចាប់ជាមួយនឹង Felix ចាប់ជាមួយនឹងការគីដកថយរួចអស់ជាមួយនឹង spell flicker មួយតែ mid lane មានការបុកជាមួយនឹង Seal តារ៉ាតាមដល់សមាជិករបស់ខាងទៅជាមួយនឹងការកាត់ត្រាក់មួយមិនបានដូចគ្នាវាយ Seal ដាច់ប្រហែលជា30ពីខាងលើទៅគូសែននៃការ farm បាទគេមកលឿនបាំងពេតតទីក្រាត់តទៅលើពេលោតចាប់ទៅលើសាជាមួយសាតម្លាក់ជាមួយ ultimate មួយមានការដកថយសាមានបញ្ហាសាតមាន face sticker ទៅទេបាត់ជាមួយនឹងសាតែទៅខាងក្រោយដោបានដូចគ្នាជាមួយនឹងយំមានការបែរតាមមកគឺគូសែនក្រាមមានការក្រាក់ទៅវាយជាមួយនឹងគូសែនតាមដល់ Felix ក៏បានមកដល់ Innocent ហ៊ានចូលដល់តែមានការចាប់ជាមួយនឹងក្រាមតាមដល់ផ្សេ
ជួយជួរបាយគេនៅមានឡើយជួរបាយតែពីក៏មានតែធំមិនតន់អាចឡើយក៏លោវីវ៉នចូលខ្លួនជាមួយនឹងសារទៅទៀតប៉ុណ្ណេះក៏អលមួយនេះអញជាតករបស់ Pro Esport បាទវា Midland យកផបបធម្មតាពីបាទគួយលេងលេងមួយណូមួយទៅកន្លែងគឺតែ thread តែត10 inti បាទ3 10 inti ទៀតមានទៅបាទយ៉ាងណាដែរ50យ៉ាងច្រើនដោយសារតែគេចោតតវាយ ESP មុន ESP យើងមកតណាមួយវាមិនមែនជាវគ្គ Flying Cloud វគ្គនេះទទួលស្គាល់អាយ៉ាកិច្ចផុតបាទ ហ្វីលីពីនមួយតែយើងស្ទើរ rotation តិចតែមកឆាឈោឆា skill យើងឆាឆ្ងាញ់ជាងតែលោកគ្រូ Cat God មានតាំង Ruby ហើយវិចនាទៀតយើងឈោឆា skill ឆ្ងាញ់ជាងបាទយ៉ាងណាក៏យើងមានជាមួយនឹង Battery វគ្គនេះ Spare Flick ដូចគ្នាហីវាយមែនចោលចាក់clear land ធម្មតាកលេចមាន rotation នៅខាងលើទៅខាងក្រោមមានដល់តែ2អ្នកដូចគ្នា Coily មានការបង្កម្លាស់ទីទៅ Orange Buff បាទកាយើង snowball ណា snowball ចាយចេញពី2ទី1 snowball សិនពេញ5នាក់ទី2 snowball នឹងប៉ា snowball នឹងប៉ា snow គឺបានតែទៅ4នាក់តែចាំងឥឡូវជាអ្នកដើរ clear land នៅសល់Midland ដាច់ជាមួយនឹងសារបាត់ហើយតែមាន flicker តែគាត់អត់ចាយនោះទេណាមួយគេទាត់ចាប់បានដូចគ្នាជាមួយនឹងការ knock flick ពី Yums បាទតែគាត់អត់ flick ដូចគ្នាជាមួយនឹង thread បាន thread តែការ thread បាទតោះនេះជួប flick ជាមួយនឹងបាទ sky ទៅលេងដែរបាទតោះនេះជួប flick potential ទៅកាន់ចុងវាអត់មានអាគេលើណាគេអាយ៉ា Harrod អាយ៉ាគូសែនមួយបែ scale map ឃើញ3អរ៉ូណៃតោះនេះជួប flick កុំឲ្យគេកាក់វាយតាមផ្លូវគូសែនអូយពីបាទគួយលីវាយជាមួយនឹងក្រាមទៀតតែម្ដងវាយមួយស្មាហ្មងទៅរតនា ultimate មួយចាក់ចោលមួយដូចគ្នា ultimate បាត់ហើយក្រាមញាក់ដូចគ្នា ultimate ដល់នឹង ultimate ដល់ spell មានការតតចាប់បានជាមួយនឹងគួយលីបាត់ជាមួយនឹងគួយលីមានការបន្តបាត់ដៃនោះទេបាត់ដៃជាមួយនឹងការវាយជាមួយនឹងយំជាមួយនឹងគូសែនការកដេលវាយជាមួយនឹងយំដាច់ជាមួយនឹងយំតែក្បែរនោះមាន sky នឹងការចាប់ village មានការដេញទៅលើ sky ចេញកថមិនទាន់អាចចូលបាននោះទេពេលសោះឈាមតិចមានការចុចឈាមត្រឡប់មកវិញតែកលេចជាមួយនឹង innocent 4 តូននឹង 4គ្មានជាមួយនឹងយំបើក map តែជាមួយនឹង PP មានការដេញវាយពី innocent សាចូលក្លុកនៅផ្ទះឈឺយកតែមែនតែយកបានបាត់ហើយចាយ flicker អស់ទៀតមកពី PP អាចមានការដេញវាយមកវិញជាប់ជាមួយនឹងកូនបានល្អខ្លាំងមែនតែនបាទទៅដោះគ្នាបានតែក្រាមគូសែនថយមកវិញគូសែនថយមកវិញបានមិនតដាច់ទេគូសែនរត់រួចដូចគ្នាតែអស់ស្បែកមែនតើគូសែនមកប្រាប់ឲ្យនេះជាការច្រឡំមកយកបានសេកាយទោះតែបានអូយល្អអូយបាទចាប់ដើមធ្វើរឿងម្នាក់ឥឡូវថនសំជាមួយនឹង spell សម្រាប់វាយទៅលើ lot មួយនេះដូចគ្នាខណៈពេលដែលមានការញាស់គ្នាបាញ់មួយនេះទៅវិញមកធ្វើបាត់ឲ្យយើងនេះមានការចាប់បានមកកន្លែងនេះវាយស្ទើរតែផុតដៃចុងក្រោយរត់រួចជាមួយនឹងក្រាមប៉ុន្តែផ្ញើមួយដៃទៅអត់ដាច់មានការយកបានជាមួយនឹងសកាយមកវិញនេះគ្នាក្រោមកណ្ដាប់ដៃរបស់ Ruby និងសានេះគ្នាមែនតើ Felix Exa អូយអើយចាំតែចោល skill មក Felix ចាំទាញឲ្យមួយវៃសនានេះដើម្បីច្រើនការភិកវៃសនានេះធ្វើឲ្យគេមិនអាចយកកលូបាននេះគ្នាយ៉ាងស្អុយក៏វាអាចរកបាំងជាកបោជាមួយនឹង Ruby របស់ Felix នេះគ្នាបាទចឹងទូយ៉ាងណាក៏ដោយលោកគ្រូ Cat God ធ្វើបែបគាត់មិនបានដាក់ Ruby នេះទៅកាន់ Golden ប៉ុន្តែ Ruby នេះនៅតែជា mechanic មួយដែលធ្វើឲ្យវៃសនាធំបាទមួយបាទចាក់វាយលើជប់តលើជប់អូតូម៉េតបានប្រាចាក់ដាច់ជាមួយនឹងជប់ជួយតែភ្លាមតែវាយជាមួយនឹង innocent ការតទៅខាងក្រៅមានការជួយ fight ពីក្រាមតែ Coily មួយអត់មានអូតូម៉េតទេតោះបុកត្រែនខាងក្រៅមួយសិនមកទៅសានត្រែនខាងលើរបស់យើងបាទលោកគ្រូជួយគិតរឿង Ruby ណាហើយមកណាថាវគ្គក្រោយបែនអត់លោកគ្រូគិតហើយគិតដើមលោកគ្រូប្រយ័ត្នអត់ដឹងថាវគ្គក្រោយគូបែនក៏គូបើកបាទជួយលេងណាប៉ុន្តែបើក Ruby ឲ្យលេងដែរមានតែអរគុណណាស់ម្ដងឡតមួយនេះគឺ9វិនាទីឡតមួយនេះជូគេនឹងមកដល់នេះគ្នាប៉ុន្តែ Purify របស់ Crab is on the cool down Spare របស់កីឡាករដែលមកពីregion កម្ពុជារបស់យើងគឺ Pro Esport កំពុងតែចិត្តពេញទាំងអស់គ្នាខណៈពេលដែល potential ទៅកាន់ចុងវគ្គក៏មានការ carry អីណាស់ណានេះក្នុងឯជាមួយនឹង Hero Cloud ពី Innocent យើងអាចវាយបាននេះគ្នាប៉ុន្តែត្រូវតែលេងមួយ Be humble sit down មួយ
spell មានអស់ហើយបាទមាន spell គ្រប់គ្នាដែរមានជាមួយ purify លើក្រាមនោះទេកន្លែងនេះមានការចាប់បាយជាមួយនឹងយំបន្តទៅមែនជាមួយនឹងយំមិនដែរស្ដាយក៏បានប្រើដូចគ្នាមិនដែរឥឡូវចង់ចាប់ជាមួយនឹងពេពេមានការបោមកចូលទៅមែនការចាយចូល spell បាត់ហើយពីពេពេបាទ anti flick មិញខ្ញុំចាញ់មួយបាទ optic flick យើង delay បន្តិចដោយសារជាប់ skill របស់ Pasha មិញបាទអញ្ចឹងយើង delay ទៅវាចេញមកវាយឺតពេលគេថយអស់ជាប់ចាប់ជើងចាញ់ anti តែចាញ់ flick ដោយសារចាប់ចាក់បាទស្ដាយមែនទេទោះបីយ៉ាងណាក៏ដោយគេមាន purify តែយើងចង់បង្ហាញអា purify នឹងនេះគ្នាអត់អី5ទៅ9យំ cool down 5វិនាទីឲ្យនឹងវាយលយមកនេះបាន Felix អូណាមកយកជួយនឹងឡទី1លាក់ទៅលើ Pro Esport តែជិះបាច់ថយតែមានអត់មានការលោតចូលបាយណាអាស្រ័យបាត់ជាមួយនឹងស្កាយចូលភ្លៀងបាត់មកការចូលដល់បានជាមួយនឹងពេបាត់ជាមួយនឹងគូសែនមកវិញនោះបានបាត់ជាមួយនឹងក្រាមនៅតែបាត់ជាមួយនឹងក្រាមចង់ដេញតាមនៅខាងក្រោយតជាមួយនឹង Goal Lane 200លងអត់មួយដូចគ្នាបណ្ដែរមកតែយំក៏បន្តទៅណាពីលេចទៅจะដឹង map ធំក្លិនយំនៅក្បែរនោះដូចគ្នាតែ Innocent ក៏មិនតាន់ប្រើជាមួយនឹង Purify ដែរអូចេញមកឲ្យធំបាទ Blade of Despair ចូលទៅការជាមួយនឹង Coily ភ្លាមបាទនៅក្នុងថ្ងៃនេះឃើញចៃធីមមើលសោះបាទយ៉ាងណាកន្លែងនេះមានការហុកមកបោក White Face តែយើងឃើញ Innocent ផងខ្លួនទៅមុខរៀងជ្រៅបន្តិចហើយ Stormy ដាក់ skill បានល្អតែខាងក្រៅក៏យើងអាចយកបានជាមួយនឹងក្រាមនេះគ្នា Purify របស់ក្រាម is on the cooldown ម្ដងទៀត Lot ត្រូវបាន clear ដើរចេញគ្នាបាទ Midlander Shield បានយកពងបានមកប៉មបាច់ទៅណាយំជាមួយនឹងការចង់បោកជាមួយនឹងទៀតទៅតែបន្តតែចង់ចាប់ជាមួយនឹងសិនតែជាមួយនឹង Village មានការចុចខមួយទៅទឹក Let Lot ទី clear បាត់ Lot ទី clear បាត់បាទជាមួយនឹង2 hero ជាមួយនឹង Hirara រត់រួចដែរទេរត់រួចចរៃ Ultimate របស់ PP ក៏មិនត្រូវផងដែរតែ spell របស់យើងកំពុងតែ cool down អញ្ចឹងយើងលេងមួយសិនមកឥឡូវចង់បានជាមួយនឹង threat នៅខាងលើវាយដាច់មិនដាច់ដូចជាមិនដាច់នោះទេ Village ឡើងឈាមឆ្នាំខាងមែនតែនមកកត្រាក់ឈាមពេញមកបាទមកកត្រាក់ឈាមពេញដោយដែលបានប្រើទៅជាមួយនឹង Ruby នៅក្នុង meta នេះគឺមានការឡើងឈាមច្រើនមែនតែនខាងក្រោមមួយចលោតាឡើងវិញចលោតាឡើងនេះអត់ចលោទេសិងបាត់ចាយឈាមជាមួយនឹង Coil លេជាមួយនឹងរត់រួចបាត់ហើយខ្ញុំមិនដែរតែនៅខាងលើមានការបុកចាទៅ4នាក់ដូចគ្នាដែរយុទ្ធសាស្ត្រ4-1ពិតជោគជ័យខ្លាំងមែនតែនពី Pro Esport Oh my god បាទអាកន្លែងដែលកធាក់2កកាម៉ែកធាក់ឡើងឈាមណាកន្លែងកធាក់ហ្នឹងនេះស្មៅបើខៀវមិញអាល់ទីរបស់ Hero Ruby នៅក្នុងមេតាថ្មីនេះ CDB ច្រើនតែក៏ down យូរពេកតែសំខាន់ Spell Vamp Rat Show 150%ទៅកាន់ចង់វគ្គពីខលនេះគេមិនឃើញបាទមួយបាត់ជាមួយណាសាកាយមួយបាត់ហើយអាចនឹងបន្តពូរឿងណាតែវានៅឆ្ងាយខ្លាំងមែនតើយើងអស់ Spell Flicker មួយពី Village ហើយនឹងសាលេចម្ដងទាំងពីរនេះបាទសិនយើងគិតឲ្យល្អគឺយើងវាយគេដល់អូរ៉ាហើយយើងយកប៉មមីតប៉ុន្តែយើងអស់ spell វិញមួយចាត់អូតូម៉េតជាមួយដល់គេបានប្រាដូចគ្នាប្រាពី Coily ស៊ីងថយក្រោយយកទៅទៀតទូតរ៉េតចាយជៀនបាយ license here នៅនឹងហើយខ្ញុំទៅវិញបាត់ហើយបាទមួយយើងអស់ spell flick ដល់ទៅ2ទៅលើសាហើយនឹង Felix ជាពិសេសគឺទៅចាប់ position របស់យមឲ្យបានយមកំពុងតែគិតរចំណុចប្រហោងរបស់យើងលីងពាក់វិជា defense magic អូខេគឺជាការលេងរបស់គាត់ណាមួយដើម្បីកាត់រយៈពេល knock up LT របស់ជូដើម្បីធ្វើឲ្យគាត់ដាក់រទះដើរស៊ីងតាន់ពេលវេលាបាទអត់បានពាក់វិជាកាន់គឺដោនទេបាទកន្លែងនេះ Felix អាពួក Felix 3 2 1 hello មកបួកបាទក្រាមលឿនណាចុច show file លោតចេញមក map ពេពងឆៃអូយបាទ reaction អូយលោកគ្រូរបស់យើងបាទលើសឡុងបោកមកបង CEO តែយកតមាន Spell Flicker ដល់2នាក់50វិនាទីតែជាមួយនឹង Stormy ក៏មានដូចគ្នាដែរពេហើយនឹងយមកំពុងចង់ make play តើទៅវាយខ្ញុំមកមិនជឿតែជាមួយនឹងពេแล้วមានការវាយជាមួយ Sky ជាមួយនឹងការចែវវិញទៅការដេញមក Coily សល់ចុចឈាមឡើងវិញដូចគ្នាបណ្ណែមួយសិន Stormy ទៅផ្ទះបាត់ហើយ30មួយយើងមានជាមួយនឹង Lot អាចនឹង free Lot ឬក៏យ៉ាងណារបស់ Sky លឿនណាHirara ថា Sky លឿនយក Lot លោកប្រូក្រាមក្នុងវាយយកកន្លែងជាមួយនឹងបាត់បង់ជាមួយនឹងសាបាត់បង់តែបាត់បង់ជាមួយនឹង Sky មានដូចគ្នាចង់រត់ទៅណាក្រាមពេញវាយជាមួយនឹង Innocent ពីខយលេតែជាមួយនឹងជុំទៀតតដែរទេ300នៃការបាត់បង់ដោជាមួយនឹងសាមួយតែប៉ុណ្ណោះដែលសាមានជាមួយនឹង Flicker ដូចគ្នាជាមួយនឹង Lot មិនទាន់ចេញនៅឡើយជាមួយនឹង Midland គេអាចគ្នាបានឬអត់យ៉ាងណាទៅមានការចាប់បានជាមួយនឹងយមដល់ថយដូចគ្នាមានការញាស់តាមដល់បុកបាន TC តែ Midland តែអាចនឹងចាំ Lot សិនក៏យ៉ាងណាចាំ Lot សិនមកចាំ Lot ឬក៏វាយផ្ទះចាំ Lot វាយដែរដាច់ជាមួយនឹង Innocent ដាច់ជាមួយវាយ